ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សំណួរប្រចាំសប្តាហ៍ហើយនៅក្នុងសប្តាហ៍នេះគឺយើងមានសំណួរមួយដែលបានលើកឡើងមកថាតើសោតនីយកម្មនៃការរំលោភបំពានជាឆន្ទៈរបស់ព្រះឬក៏យ៉ាងណាចម្លើយនោះគឺមិនមែនទេបងប្អូនប៉ុន្តែខ្ញុំធ្លាប់បានអានចម្លើយរបស់មនុស្សម្នាក់ដែលគាត់ឆ្លើយទៅកាន់សំណួរមួយនេះដែលគាត់ឆ្លើយថាព្រះជាម្ចាស់មិនបានការពារអ្នកអំពីការរំលោភបំពានដូចគ្នាដែលទ្រង់មិនបានសូម្បីតែលូកដៃទៅជួយនៅពេលដែលមនុស្សស្លាប់ត្រង់រាប់លានអ្នកត្រូវបានស្លាប់នៅក្នុងជំរំប្រមូលផ្ដុំឬក៏ការទម្លាក់គ្រាប់បែកនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ដែលអាចមកពីមូលហេតុមួយនៅក្នុងចំណោមមូលហេតុ3យ៉ាងនេះទី1គឺព្រះមិនខ្វល់ពីមនុស្សទាល់តែសោះទី2គឺព្រះមិនមាននៅលើโลกនេះទេហើយទី3នេះគឺជាឆន្ទៈរបស់ព្រះបើសិនជាអ្វីៗខាងលើនេះពិតជាប្រកបមែននោះតើព្រះដែលគ្មានចិត្តមេត្តាគួរតែត្រូវគោរពឬខ្ញុំគិតថាមិនគួរនោះទេប្រហែលជាព្រះមិនមានពិតប្រកបនៅលើโลกនេះឡើយហើយនេះគ្រាន់តែជាការសម័យនៃគំនិតមនុស្សយើងប៉ុណ្ណោះខ្ញុំមិនជឿថានេះគឺជាការពន្យល់បកស្រាយដ៏ត្រឹមត្រូវទេព្រោះព្រះទ្រង់ពិតជាមានវត្តមាននៅលើโลกនេះពិតមែនហើយប៉ុន្តែនេះមិនមែនជាប្រហាតីរបស់ព្រះក្នុងការអនុញ្ញាតឲ្យនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយផ្ទុយស្រឡះអំពីសេចក្តីវិសុទ្ធរបស់ទ្រង់ឡើយហើយក៏មិនមែនជាឆន្ទៈរបស់ទ្រង់ក្នុងការអនុញ្ញាតឲ្យនរណាម្នាក់ទទួលរងនូវសោកនាដកម្មនៃការរំលោភបំពាននោះទេព្រោះនេះផ្ទុយស្រឡះអំពីធម្មជាតិនៃសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណានិងសេចក្តីល្អរបស់ទ្រង់ចុះហេតុអ្វីបានជាអំពើអាក្រក់នេះកើតឡើងនៅពេលដែលទ្រង់ជាអ្នកដែលគ្រប់គ្រងអ្វីៗទាំងអស់ខណៈពេលដែលនេះគឺជាសំណួរដ៏ឈឺចាប់និងពិបាកមូលហេតុចម្បងមួយដែលព្រះមិនបញ្ឈប់អំពើអាក្រក់រួមទាំងការប្រព្រឹត្តដ៏គួរឲ្យរន្ធត់ដូចជាការចាប់រំលោភគឺដោយសារតែទ្រង់បានផ្ដល់ឲ្យមនុស្សនូវសិទ្ធិនិងសេរីភាពអនុញ្ញាតឲ្យមនុស្សមានការសម្រេចចិត្តនៅក្នុងការរស់នៅដែលសារតែសេរីភាពក៏ធ្វើឲ្យមនុស្សមួយចំនួនបានបំពានហើយប្រើប្រាស់នៅក្នុងផ្លូវខុសដូចគ្នាផងដែរដែលវាគឺជាការផ្ទុយស្រឡះអំពីបំណងផាតីរបស់ព្រះមកកាន់យើងរាល់គ្នាប្រសិនបើព្រះបញ្ឈប់អំពើអាក្រក់ទាំងអស់មុនពេលដែលរឿងរ៉ាវទាំងនោះបានកើតឡើងប្រៀបបានដូចជាព្រះត្រូវបិទបាំងសេរីភាពទាំងស្រុងរបស់មនុស្សហើយមនុស្សប្រកាសជាមិនអាចសម្រេចចិត្តអ្វីដោយខ្លួនឯងបានឡើយសេរីភាពដែលអាចនាំមកមានសេចក្តីស្រឡាញ់និងអំពើល្អក៏អាចនាំមកមានអំពើអាក្រក់និងអំពើហិង្សាដូចគ្នាដូចជារឿងរ៉ាវរបស់អាដាមហើយនិងអេវ៉ាដែលមានជំរើសនៅក្នុងសួនអេដែនអ្នករាល់គ្នាក៏មានជំរើសនៅក្នុងការធ្វើល្អឬក៏អាក្រក់ផងដែរនៅក្នុងជីវិតរបស់អ្នករាល់គ្នាប៉ុន្តែជាអកុសលមនុស្សមួយចំនួនប្រើសេរីភាពនេះដើម្បីធ្វើអំពើអាក្រក់ទៅវិញព្រះមិនមែនជាអ្នកបង្កើតអំពើបាបទេប៉ុន្តែទ្រង់កំណត់ឲ្យមនុស្សទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនទោះជាទ្រង់មិនបង្ខំមនុស្សឲ្យធ្វើល្អក៏ដោយតែព្រះមិនប្រងើយកន្តើយនឹងការរងទុក្ខរបស់មនុស្សទេទ្រង់ជាអ្នកដែលប្រោសឲ្យជានឹងស្ដារឡើងវិញនៅអ្វីដែលអំពើបាបបានបំផ្លាញទ្រង់នាំមកនៅយុត្តិធម៌ការប្រោះលោះនិងការផ្លាស់ប្រែដ៏ល្អអំពីបទពិសោធន៍ដ៏ឈឺចាប់បំផុតរបស់យើងរាល់គ្នាយើងឧទាហរណ៍មួយអំពីសាច់រឿងរបស់ Joy Mendoza នៅក្នុងសៀវភៅ When the Good God Allowed Rape របស់ Joy Mendoza ដែលគាត់បានចែករំលែកអំពីរឿងរ៉ាវរបស់គាត់ដែលត្រូវបានគេរំលោភនៅអាយុត្រឹមតែ15ឆ្នាំដោយចោរ7នាក់គាត់ថ្លែងទីបន្ទាល់ថាព្រះបានប្រោសឲ្យគាត់ជាអំពីការឈឺចាប់នេះព្រមទាំងផ្ដល់នូវសន្តិភាពនិងសេចក្តីសង្ឃឹមក្រោយសោកនាដកម្មនោះបានកើតឡើងចំពោះគាត់បានសរសេរថាព្រះជាម្ចាស់ទ្រង់មិនខុសទេខណៈពេលដែលវិបាកនៅក្នុងការយល់នៅពេលដែលយើងកំពុងទៅជួបសេចក្តីលំបាកនេះប៉ុន្តែក៏មិនបានផ្លាស់ប្ដូរពីការពិតដែលព្រះទ្រង់ប្រាថ្នាចង់បានសេចក្តីល្អអស្ចារ្យបំផុតសម្រាប់យើងរាល់គ្នានៅពេលដែលយើងមិនយល់អំពីមូលហេតុទាំងអស់ដែលបានកើតឡើងយើងត្រូវតែរលមើលថាព្រះអង្គទ្រង់ជានរណាព្រះយេស៊ូវផ្ទាល់ទ្រង់បានជួបប្រទះនៃការបំពានការអាម៉ាស់និងការរងទុក្ខជាច្រើនសម្រាប់ជាប្រយោជន៍របស់យើងរាល់គ្នាហើយសេចក្តីស្រឡាញ់របស់ទ្រង់ផ្ដល់នូវកម្លាំងដើម្បីយើងតស៊ូបន្តទៅមុខទៀតអភ័យទោសនិងស្វែងរកសេចក្តីសង្ឃឹមម្ដងទៀតផងដែរសេចក្តីស្រឡាញ់របស់ព្រះគឺអស្ចារ្យជាងការឈឺចាប់ទាំងឡាយទោះបីជាយើងមិនអាចយល់អំពីហេតុផលនិងគោលបំណងនៅពីក្រោយការឈឺចាប់និងសោកនាដកម្មគ្រប់ប្រភេទក៏ដោយប៉ុន្តែរឿងមួយដែលយើងអាចជឿជាក់បានថាព្រះទតឃើញយើងទ្រង់ស្រឡាញ់យើងហើយទ្រង់មានបំណងឲ្យយើងរាល់គ្នាបានសះស្បើយអំពីការឈឺចាប់និងមានសេចក្តីសង្ឃឹមជាថ្មីម្ដងទៀតអ្នកមិននៅឯកានោះឡើយត្បិតសេចក្តីស្រឡាញ់របស់ទ្រង់ធំជាងការឈឺចាប់ទាំងឡាយធំជាងទុក្ខវេទនាទាំងឡាយហើយទ្រង់តែងតែគង់ជាមួយនឹងអ្នករាល់គ្នាជានិច្ចបើសិនជាបងប្អូនទាំងអស់គ្នាមានសំណួរឬក៏ចំណល់ផ្សេងៗទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទសូមបងប្អូនអាច comment ឬក៏ផ្ញើសារមកកាន់ page របស់យើងបានដូចគ្នាផងដែរអរគុណបងប្អូនទាំងអស់គ្នាសូមព្រះអង្គប្រទានពរសូមជម្រាបលា